តើអ្វីទៅជា MOU ឆ្នាំ2000និង2001ដែលលោកប្រធានាធិបតីថៃលោកអនុទិន ឆានវរៈគុលតែងតែសិក្សានិងគម្រាមចង់លុប MOU ជាមួយកម្ពុជាពាក្យថាអនុសារណៈ Memorandum of Understanding ឬហៅកាត់ថា MOU ឆ្នាំ2000និង2001រវាងកម្ពុជានិងថៃគឺជាឯកសារផ្លូវការដ៏សំខាន់ដែលបានកំណត់ពីយន្តការក្នុងការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់នេះគឺជាអត្ថន័យនិងខ្លឹមសារសំខាន់នៃអនុសារណៈទាំងពីរនេះ 1. អនុសារណៈ MOU ឆ្នាំ2000អនុសារណៈនេះផ្ដោតសំខាន់លើការស្ទង់មតិនិងការបោះបង្គោលព្រំដែនគោកក្នុងគោលបំណងបង្កើតក្របខ័ណ្ឌការងារសម្រាប់គណៈកម្មាធិការចម្រុះព្រំដែន JBC ដើម្បីកំណត់និងបោះបង្គោលព្រំដែនគោកឲ្យបានច្បាស់លាស់មូលដ្ឋានច្បាប់ភាគីទាំងពីរបានព្រមព្រៀងគ្នាប្រើប្រាស់ផែនទីបារាំងសៀមផែនទីຂະຫນາດ1 លើ 200,000 និងអនុសញ្ញាឆ្នាំ1904 1907 ជាមូលដ្ឋានក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែនសារៈសំខាន់វាជាឯកសារដែលរារាំងមិនឲ្យភាគីណាមួយធ្វើការសាងសង់ឬផ្លាស់ប្ដូរស្ថានភាពនៅតំបន់ដែលមិនទាន់ឯកភាពគ្នាឡើយតំបន់ត្រួតស៊ីគ្នារហូតដល់ការបោះបង្គោលព្រំដែនត្រូវបានបញ្ចប់ 2. អនុសារណៈ MOU ឆ្នាំ2001អនុសារណៈនេះផ្ដោតទៅលើការកំណត់ព្រំដែនសមុទ្រនិងការអភិវឌ្ឍរួមគ្នាគោលបំណងដោះស្រាយបញ្ហាតំបន់សមុទ្រដែលត្រួតស៊ីគ្នាដែលមានផ្ទៃក្រឡា 26,000 គីឡូម៉ែត្រការ៉េខ្លឹមសារស្នូលការបែងចែកតំបន់អភិវឌ្ឍរួម Joint Development Area ភាគីទាំងពីរព្រមព្រៀងគ្នានឹងបែងចែកផលប្រយោជន៍ពីធនធានធម្មជាតិប្រេងនិងឧស្ម័ននៅក្នុងតំបន់ខ្លះការកំណត់ខ្សែព្រំដែនសមុទ្រភាគីទាំងពីរត្រូវចរចាដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនសមុទ្រឲ្យបានដាច់ស្រឡះតាមច្បាប់អន្តរជាតិលក្ខខណ្ឌពិសេសការចរចាលើការបែងចែកផលប្រយោជន៍ធម្មពលនិងការកំណត់ព្រំដែនសមុទ្រត្រូវតែធ្វើឡើងទន្ទឹមគ្នាសេចក្តីសន្និដ្ឋាន MOU ឆ្នាំ2000គឺដើម្បីសន្តិភាពនិងភាពច្បាស់លាស់នៅលើដីគោកចំណែកឯ MOU ឆ្នាំ2001គឺដើម្បីសេដ្ឋកិច្ចនិងការទាញយកផលប្រយោជន៍ពីធនធានក្នុងសមុទ្រឯកសារទាំងពីរនេះនៅតែជាប្រធានបទក្តៅនៅក្នុងនយោបាយរវាងប្រទេសទាំងពីររហូតមកដល់បច្ចុប្បន្នជាពិសេសនៅពេលដែលមានការជជែកដេញដោលអំពីអធិបតេយ្យភាពទឹកដីឬការទាញយកប្រេងកាតជាដើម